កាកបាទក្រហមកម្ពុជាសាខាខេត្តប៉ៃលិនសេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធទិវាពិភពលោកកាកបាទក្រហមអត្តច័ន្ទក្រហម8ឧសភាឆ្នាំ2015កាកបាទក្រហមកម្ពុជាដែលមានសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនរោត្តមមុនិនាថសីហនុជាព្រះប្រធានកិត្តិយសនិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនជាប្រធានកាកបាទក្រហមកម្ពុជានាងខ្ញុំមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយសូមជម្រាបជូនសម្ដេចទ្រង់ឯកឧត្តមលោកឧកញ៉ាលោកជំទាវលោកស្រីអ្នកនាងកញ្ញាសមាជិកសមាជិកាអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមកម្ពុជាសប្បុរសជនជាតិអន្តរជាតិនិងបងប្អូនជនរួមជាតិទូទាំងខេត្តប៉ៃលិនឲ្យបានជ្រាបថាសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិននឹងប្រារព្ធពិធីមេតិញដើម្បីអបអរខួបលើកទី152ទិវាពិភពលោកកាកបាទក្រហមអត្តច័ន្ទក្រហម8មិនិនាឆ្នាំ2015ក្រោមប្រធានបទកម្លាំងមនុស្សធម៌គោលការណ៍គ្រឹះនៅក្នុងសកម្មភាពនៅក្នុងបរិវេណសាលាខេត្តប៉ៃលិននាថ្ងៃទី23ខែឧសភាឆ្នាំ2015វេលាម៉ោង8:00នាទីព្រឹកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអេឈៀននារោងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តឯកឧត្តមលោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តលោកមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំង3លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពមន្ត្រីរាជការគ្រប់ជាន់ថ្នាក់សប្បុរសជនជាតិអន្តរជាតិវិស័យឯកជនមហាជនក្នុងខេត្តប៉ៃលិនសមាជិកសមាជិកាអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមយុវជនកាយរដ្ឋនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនប្រមាណជាង1000នាក់នៅក្នុងស្ថានភាពដែលវិសាលភាពប្រតិបត្តិការរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនមានទំហំកាន់តែធំឡើងជារៀងរាល់ឆ្នាំនិងដើម្បីធានាប្រសិទ្ធភាពនិងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនងាយរងគ្រោះនិងជនរងគ្រោះដោយសារគ្រោះមហន្តរាយនិងអបតវហេតុផ្សេងៗជាពិសេសបង្កឡើងដោយបម្រែបម្រួលអាកាសធាតុដូចនេះសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនសូមអំពាវនាវដល់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកឧកញ៉ាព្រះថេរានុថេរៈលោកស្រីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋានសប្បុរសជនជាតិអន្តរជាតិសូមមេត្តាចូលរួមជាកម្លាំងមនុស្សធម៌បន្តជួយឧបត្ថម្ភគាំទ្រនិងធ្វើការបរិច្ចាគថវិកាសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិននៅក្នុងឱកាសនៃការប្រារព្ធពិធីទិវាពិភពលោកកាកបាទក្រហមអត្តច័ន្ទក្រហម8ឧសភានៅថ្ងៃទី23ខែឧសភាឆ្នាំ2015នាពេលខាងមុខនេះដោយអនុគ្រោះហើយសម្រាប់ឆ្នាំ2015នេះក៏ជាឆ្នាំខួបលើកទី60នៃការបង្កើតសមាគមជាតិកាកបាទក្រហមផងដែរសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទុកជាមុនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានបងប្អូនជនរួមជាតិដែលជានិច្ចកាលតែងតែបានជួយគាំទ្រទ្រទ្រង់រាល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនសង្ឃឹមយ៉ាងមុតមាំថាការចូលរួមឧបត្ថម្ភគាំទ្ររបស់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកឧកញ៉ាព្រះថេរានុថេរៈសប្បុរសជនជាតិអន្តរជាតិនិងលោកស្រីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋានខាងលើនេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញអំពីវប្បធម៌នៃការចែករំលែកនិងការចូលរួមកម្លាំងមនុស្សធម៌ដើម្បីបុព្វហេតុមនុស្សជាតិប៉ៃលិនថ្ងៃទី29ខែមេសាឆ្នាំ2015ជួរគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនប្រធានបានស្រីមុំ